Ok,សួស្តីអ្នកនរគ្នាចឹងឥឡូវយើងមករកបរិមាណការងារបូកខាងក្រៅរបស់យើងដោយវីដេអូមុនយើងបានបញ្ចប់ការងារបូកខាងក្នុងរួចរាល់ហើយចឹងណាអញ្ចឹងយើងបន្តតាម process របស់យើងទៅតើគឺយើងចាប់ផ្ដើមចេញពីការបង្កើត layer ដែលយើងចង់រកបរិមាណហ្នឹងបន្ទាប់មកយើងចាប់ផ្ដើមធ្វើការគូរអញ្ចឹងយើងគូរមក pl enter យើងគូរទៅតាមជាងរបស់យើងមកអានេះវាជាប្រភេទជ្រីទូចនេះវាគេចាប់អត់ហើយគេបូកអញ្ចឹងណាហើយបើជ្រីធំភាគច្រើនរងៃដូចដែលយើងបានឃើញវាអាចមានជាពុំដែកតឡើងចាក់ប៊ីតុងក្នុងនឹងទៅមានដែកមានអីអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹងមួយចំនួនទៀតគេធ្វើជាប្រភេទស្មាច់ប្រភេទស្មាច់ហ្នឹងអាហ្នឹងចាក់ហើយហ្មងអញ្ចឹងណាគេយកស្មាច់ហ្នឹងធ្វើសបកវាតែអាហ្នឹងមើលទៅអាឡូងស្អាតអញ្ចឹងណាអញ្ចឹងយើងកាលមកហើយក្នុងវីដេអូនេះខ្ញុំបង្ហាញឲ្យយើងពាក់ព័ន្ធជាមួយនឹងការរកបរិមាណការងារបូកតាមជាងបើសិនជាគ្នាយើងមានជ្រីមានអីតាមវារងដែរគ្នាយើងចង់រកមកអាចរកមកណាដោយសារតែពេលយើងរកអស់បរិមាណវាលម្អិតវាល្អជាងដែលយើងរកខ្វះអញ្ចឹងណាបើគម្រោងជាក់ស្ដែងគេថាតែខ្វះបរិមាណហ្នឹងគឺចប់ហើយដោយសារតែយើងអត់មានកញ្ចប់លុយទៅប្រើទេយើងអាចនឹងខាតនឹងអីហ្នឹងទៅអញ្ចឹងយើងត្រូវព្យាយាមរកវាឲ្យលម្អិតមកយ៉ាវាពេលវាយើង control set មកវិញមកហ្នឹងវាមកវិញអញ្ចឹងហើយយើងចាប់ផ្ដើមធ្វើការរកប្រវែងអញ្ចឹងខ្ញុំខ្ចីរបស់គេប្រើមួយមកខ្ញុំមកវាស់ចំតដីរបស់ខ្ញុំមួយដាក់ថា external clustering អញ្ចឹង layout so enter select layer ដែលយើងចង់ទុក enter មក tl enter អញ្ចឹងវាមានប្រវែង50ម៉ែត្រអញ្ចឹងខ្ញុំយក51អូខេអញ្ចឹងខ្ញុំយក51អូខេអញ្ចឹងបាន51អញ្ចឹងខ្ញុំ copy នេះទៅក្រោមវិញមក lay ISO enter លេខនេះមករបស់យើង TL enter អញ្ចឹង 59.2 lay on 59.2 អូខេអញ្ចឹងយើងបានហើយអញ្ចឹងនៅពេលយើងបានប្រវែងយើងអាចចូលទៅក្នុង Excel របស់យើងមកចានេះជាការងារបូកខាងក្នុងទេអញ្ចឹងខ្ញុំធ្វើការ copy វាមកស្ដាំ move copy បន្ទាប់មកខ្ញុំចង់ឲ្យវាទៅក្រោយគេប្រអស់ខ្ញុំដាក់ពាក្យថា move to end បន្ទាប់មកខ្ញុំគ្រីថា create a copy អញ្ចឹងខ្ញុំបានជា sheet ថ្មីមួយអញ្ចឹងខ្ញុំធ្វើការ edit ឈ្មោះវាមកដាក់ external វិញមកហើយនេះខ្ញុំបើកវាមកអញ្ចឹងអាហ្នឹងវាដូចតែគ្នាទេគ្រាន់តែខុសកន្លែងនេះពាក់ព័ន្ធមួយការដកសាច់នេះអញ្ចឹងខ្ញុំលុបអានេះចោលសិនខ្ញុំទៅមើលអញ្ចឹងអានេះ51ម៉ែត្រអញ្ចឹងខ្ញុំបំពេញ51ម៉ែត្រមកអញ្ចឹងជាន់តដីនេះយើងអត់មានដកអីទេអញ្ចឹងចាប់តាមជាន់ទី1អូពាក់ព័ន្ធមួយនេះអានេះខុសគ្នាកម្ពស់នេះដោយសារតែកម្ពស់ការងារបូកខាងក្រៅយើងត្រូវគិតនេះមកនេះយើងគិតដល់នេះអញ្ចឹងវា3ម៉ែត្រជាន់នេះ3ម៉ែត្រជាមួយចាប់ពីជាន់ទី1ទៅគឺ3ម៉ែត្រ2 3.2 ប្រវែង59.2 ម៉ែត្រជាងខ្ញុំដូរមក 59.2 ម៉ែត្រអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដក
ការដកសាច់គឺយើងដកតែខាងក្រៅអញ្ចឹងខាងក្រៅវាមានតែអត់20ទេដែលយើងរកណាអញ្ចឹងយើងកែកន្លែងនេះមកនេះ external DNW ហើយពាក់ព័ន្ធជាមួយអាការងារ internal នេះអត់មានទេអញ្ចឹងយើងលុបចោលអស់មកអញ្ចឹងយើងលុបចោលអស់ការងារក្នុងអញ្ចឹងអានេះមួយទៀតខ្ញុំមើលខាងក្រៅអញ្ចឹងខាងក្រៅយើងមានស្រាប់អស់ណានេះយើងមានខាងក្រៅហើយអញ្ចឹងយើងដូរអានេះមកយើង copy នេះដោយសារតែហ្នឹងវាប្រវាយដូចគ្នាទាំងអស់ទេដូរមកអូខេដូរទៀតអញ្ចឹងអីដែលយើងមានខុសគឺជាន់ទី6អញ្ចឹងខ្ញុំទៅកើជាន់ទី6របស់ខ្ញុំមក PL linter មកមើលជាន់ទី6របស់ខ្ញុំបន្តិចអញ្ចឹងជាន់ទី6ដូចគ្នាពាក់ព័ន្ធមួយសាច់បូកតែប៉ុណ្្នេះនេះដែលពេញអានេះធំនេះហើយចំហនេះវាកន្លែង Skype បាទគេចំហអញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំខ្ជិលជីកវាចាខ្ញុំគិតពេញទាំងអស់មកតែគ្នាយើងពេលដែលធ្វើព្យាយាមធ្វើលម្អិតណាពេលដែលខ្ញុំធ្វើបង្ហាញគ្នាយើងអញ្ចឹងខ្ញុំចេះតែឡាំសាំទៅអញ្ចឹងទៅមើលឥឡូវខ្ញុំរកប្រវែងវាសិន Play ISO TL 53.6 Lay on 53.6 អញ្ចឹងអានេះយើង copy មក53.6 អូខេអញ្ចឹងយើងមើលកម្ពស់ជាន់មកកម្ពស់ជាន់របស់វា2ម៉ែត្រកន្លះ 2.5 ចឹងពាក់ព័ន្ធជាមួយនឹងមិញ53.6 អានេះត្រូវកែនេះទៀតចឹងយើងបិទសិនមកនេះយើងទៅកែដាក់ទៅជា external ចឹងកែពាក្យតិចទៅហើយយើង copy នេះមកexternal L1 អញ្ចឹងយើងបានបរិមាណការងារបូកខាងក្រៅហើយអស់ហើយអញ្ចឹងយើងមើលមកនេះតាមជាន់ទី1ប៉ុណ្នេះ153ការ៉េជាន់ទី1ដល់ជាន់ទី5ដូចគ្នាអញ្ចឹង164ចាំម្ដងទៀតគឺយើងពាក់ព័ន្ធជាមួយនឹងការងារបូកខាងក្រៅអីដែលយើងដកទៅតាមអានេះជាងខាងក្រៅរបស់យើងអញ្ចឹងជាងខាងក្រៅរបស់យើងគឺជាជាងអត់20អញ្ចឹងគ្នាយើងមើលនេះខ្ញុំដាក់ពី brick wall 20មកអញ្ចឹងខ្ញុំដាក់សញ្ញាស្មើlink ដូចដែលវីដេអូយើងពីមុនអញ្ចឹងណាអញ្ចឹងអានេះខ្ញុំដូរពាក្យមួយទៀត external ដែរខ្ញុំដូរអត់ទាន់អស់អូខេអញ្ចឹងយើង save មួយមកអញ្ចឹងយើងបានបរិមាណពាក់ព័ន្ធជាមួយនឹងការងារបូកខាងក្រៅមួយទៀតហើយអញ្ចឹងនៅក្នុងវីដេអូបន្ទាប់យើងនិយាយពាក់ព័ន្ធជាមួយនឹងការងារថ្នាំអញ្ចឹងណាហើយបើមានចម្ងល់អីយើងអាចសួរបន្ថែមបានអរគុណ